ជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធី podcast របស់យើងនេះហើយថ្ងៃនេះយើងមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយសទៅលើប្រធានបទនៃ podcast របស់យើងទាំងមូលគឺតាក់ទងទៅនឹងការចិញ្ចឹមកូនបែបវិជ្ជមាននៅក្នុងសម័យ digital ដើម្បីការពារនិងឆ្លើយតបចំពោះការរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញវាគ្មិនកិត្តិយសទី1គឺប្រជាជនព្រះអង្គគ្រូគូសុភាពហើយបន្តមកទៀតចាណែនាំខ្លួនឯងហ្មងជំរាបសួរលោកតាលោកយាយខ្ញុំឈ្មោះម៉ែនមេរដីហើយសប្តាហ៍ថ្ងៃជានិស្សិតឆ្នាំទី1ផ្នែកទំនាក់ទំនងអន្តរជាតិហើយខ្ញុំជាយុវជនស្ម័គ្រចិត្ត Scroll Project តាំងពីឆ្នាំ2023មុននឹងបន្តបន្តិចតើកាន់វាគ្មិនដតីអាចបញ្យល់បន្តិចបានទេថា Scroll Project ហ្នឹងស្អីគេចាចឹង Scroll Project ហ្នឹងគឺជាកម្មវិធីមួយដែលបង្កើតឡើងដើម្បីធ្វើឲ្យកុមារគ្រប់រូបមានសិទ្ធិប្រើប្រាស់ប្រព័ន្ធអនឡាញដែលមានប្រសិទ្ធភាពអញ្ចឹងកម្មវិធីមួយហ្នឹងត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជាយើងដើម្បីអប់រំកុមារក៏ដូចជាអាណាព្យាបាលហ្នឹងឲ្យពួកគាត់យល់ដឹងពីការប្រើប្រាស់ប្រព័ន្ធអនឡាញដែលមានសុវត្ថិភាពហើយយល់ដឹងថាតើអីទៅជាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញហើយចំពោះខ្ញុំផ្ទាល់ខ្ញុំជាយុវជនស្ម័គ្រចិត្តដែលធ្វើការអប់រំមិត្តផ្សេងទៀតដែលឲ្យពួកគាត់យល់ដឹងពីថាអីទៅការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញហើយសូមបញ្ជាក់ថាអាយុទៅ19ឆ្នាំទេនិយាយមកប្រាំងមកនឹងបកកាយមែនតើចាអូខេអញ្ចឹងបន្តទៀតចាលោកស្រីឆនរ៉ាដាចារ៉ាដាឈ្មោះអីដែរខ្ញុំឈ្មោះឆនរ៉ាដាអញ្ចឹងកណាសូមថ្លែងគុំព្រះអង្គហើយនឹងក៏ជំរាបសួរលោកតាលោកយាយអ៊ំប្រុសអ៊ំស្រីតពូអ្នកមីងបងប្អូនទាំងអស់គ្នាដូចដែរនាងខ្ញុំឈ្មោះឆនរ៉ាដានាងខ្ញុំជាអ្នកចិត្តសាស្ត្រជាន់ខ្ពស់នៅសម្បុកចិត្តសាស្ត្រអញ្ចឹងនាងខ្ញុំមានបទពិសោធន៍ច្រើនជិត10ឆ្នាំក្នុងការធ្វើការប្រឹក្សាយោបល់និងការចិញ្ចឹមបីបាច់ជួយគ្រប់គ្រងអាណាព្យាបាលក្នុងការចិញ្ចឹមបីបាច់កូនបែបវិជ្ជមានណាហើយអញ្ចឹងនៅថ្ងៃនេះគឺមានកិត្តិយសមែនតើក្នុងការមកចូលរួមដើម្បីចែករំលែកនៅចំណេះដឹងនិងបទពិសោធន៍ជាច្រើនហើយខ្ញុំសង្ឃឹមថានឹងអាចជួយទៅដល់ឪពុកម្ដាយទាំងអស់ក្នុងការជួយគ្រប់គ្រងកូនផងដែរបាទជាបឋមកណាសូមក្រាបថ្វាយបង្គំព្រះអង្គគ្រូបាទហើយសូមគោរពទៅដល់លោកអ៊ំលោកពូអ្នកមីងនិងបងបងប្អូនទាំងអស់ដែលបានចូលរួមបាទខ្ញុំបាទឈ្មោះជាណារ៉ូបាទជាមន្ត្រីបច្ចេកទេសទៅលើជំនាញ Cyber Security មកពីខាងក្រសួងប្រៃសណីនិងទូរគមនាគមន៍បាទអញ្ចឹងដោយសារតែប្រធានបទថ្ងៃនេះគឺនិយាយអំពីតាក់ទងជាមួយនឹងការចិញ្ចឹមបីបាច់កូនឲ្យបានល្អនៅក្នុងយុវសម័យថ្មីបាទយើងឃើញថាយុវសម័យថ្មីអីក៏ដោយក៏សិតតែអ៊ីនធឺណិតទូរស័ព្ទអីផ្សេងបាទអញ្ចឹងតាក់ទងជាមួយនឹងការថែកូនឲ្យបានល្អក៏វាពាក់ព័ន្ធជាមួយនឹងបញ្ហាបច្ចេកទេសទាំងអស់ហ្នឹងដែរបាទអរគុណអូខេអរគុណច្រើនមុននឹងឈានចូលទៅដល់ការជជែកវិភាសាគ្នាបកណានាងខ្ញុំសូមអនុញ្ញាតជម្រាបជូនទៅដល់កម្មវិធីទាំងមូលក៏ដូចជាបងប្អូនទស្សនិកជនដែរថាកម្មវិធី podcast របស់យើងនេះគឺរៀបចំដោយអង្គការមួយដែលមានឈ្មោះថា TEDZONG តែនឹងអានត្រូវខុសទេហៅកាត់ថា TDHNZ ក្រុមយើង Zoe ដើម្បីឲ្យគាត់និយាយពី3ម៉ាត់ថាតើចា TDHNZ ហ្នឹងជាអីហើយគាត់NL ទៀតចាសូមជ័យចាំមកថាខុសណាស់ឲ្យណែនាំខ្លួនឯងតែហ្មងទៅចា Good afternoon everyone. Yeah, Jengla will translate for me. I just want to say a few welcoming and grateful words on behalf of TEDZONG. We are very happy that teacher Kusupiap has accepted our invitation for this event. So thank you so much for your time, presence, and wisdom. We also have our wonderful experts, Radha, Mr. Chenaru from the Ministry of Post and Telecommunications, our wonderful woman young leader, Mirode, and our very experienced moderator, DJ Nana. So thank you so much to all of you for your time and the insights you're going to share. So TEDZONG, we're an international NGO and we've been working since 2017 on the topic of online safety. ហើយអង្គការ TEDZONG ដែលហៅថាកាត់ថាអង្គការ TDHNL គឺជាអង្គការមួយដែលយើងធ្វើការអង្គការអន្តរជាតិដែលយើងធ្វើការទាក់ទងនឹងការបំពេញនៅវិឆានកម្មបំពេញកុមារតាមប្រព័ន្ធអនឡាញហ្នឹងតាំងពីឆ្នាំ2017 And we also know that modern life is very difficult for parents and grandparents to make time to learn
about this kind of topic, it is quite challenging. So that's why we decided to create this kind of new space, offline today, but also online in the next few weeks, so that everyone can have access to this information. ហើយគាត់ថាតើតើការចិញ្ចឹមកូននៅសម័យទំនើបប្រហែលជាមានប្រការពិបាកសម្រាប់អាណាព្យាបាលអញ្ចឹងបានយើងមានកម្មវិធីនេះឡើងដើម្បីជាការផ្សព្វផ្សាយឬថាយើងធ្វើថ្ងៃនេះគឺ offline គឺផ្ទាល់តែយើងនឹងយកចែករំលែកទៅតាម online បន្ថែមទៀតដែរ Thank you very much, Zoe, for your short but also very informative. So we all know what your organization does. Thank you so much for organizing the event. Alright ចាអញ្ចឹងនាងខ្ញុំប្រកាសថានាងខ្ញុំសូមអនុញ្ញាតចាប់ផ្ដើមការពិភាក្សាគ្នាតែម្ដងប៉ុន្តែមុននឹងពិភាក្សាសូមមានក្បួនច្បាប់បន្តិចបន្តួចចាពីព្រោះវីដេអូយើងនៅក្នុងថ្ងៃនេះនឹងផុសនៅលើបណ្ដាញសង្គមដែរអញ្ចឹងក្បួនច្បាប់ហ្នឹងគឺទាំងពីរទាំងសម្រាប់បងប្អូនរបស់យើងដែលកំពុងតែនៅទីនេះហើយនិងអ្នកនៅអនឡាញអ្វីដែលពួកយើងនឹងជជែកពិភាក្សាគ្នានាពេលបន្តិចទៅទៀតនេះគឺក្នុងគោលបំណងដើម្បីជួយឲ្យឪពុកម្ដាយឬក៏អាណាព្យាបាលអាចជួយចិញ្ចឹមបីបាច់ថែទាំកូនឲ្យកាន់តែប្រសើរពោពេញដោយភាពវិជ្ជមានជាពិសេសឆ្លើយតបទៅនឹងបញ្ហាថ្មីៗនៅក្នុងសម័យ digital ព្រោះសម័យនេះបញ្ហាថ្មីៗមានច្រើនតែมันបានន័យថាអ្វីដែលពួកយើងនឹងពិភាក្សាគ្នានោះគឺវាត្រូវទាំងអស់ 100% ឯងអញ្ចឹងវាអាចមានកន្លែងខុសកន្លែងលើកន្លែងខ្វះខាតប៉ុន្តែសូមបងប្អូនទាំងអស់គ្នាចាំថាវាជាមតិយោបល់ផ្ទាល់ខ្លួនដូច្នេះអាចនៅពេលដែលទស្សនាវីដេអូគឺថាអាច comment បានអាចសួរបានអាចមិនយល់ស្របបានតែហាមជេរហើយសម្រាប់ការប្រើប្រាស់មិនថារូបភាពវីដេអូសម្លេងចេញពីវីដេអូនេះព្រោះធម្មតាវីដេអូនឹងវែងអញ្ចឹងនឹងមានការកាត់ខ្លីៗឬក៏មានការបង្ហាញរូបឬក៏បងប្អូននៅទីនេះប្រហែលជាមានថតរូបអីអញ្ចឹងណាអញ្ចឹងបើសិនជាចង់កាត់រូបចង់យកអក្សរទៅផុសអីបន្តសូមមេត្តារក្សាសិទ្ធិសាកសួរសុំការអនុញ្ញាតពីសម័យខ្លួនគេថាតើអាចផុសបានដែរឬក៏អត់អាចថតបានដែរឬក៏អត់ហើយថាតើបើសិនជាត្រូវការផ្នែកខ្លះនៃវីដេអូនេះគឺសូមតាក់ទងមកកាន់ organizer របស់យើងអ្នករៀបចំណាក្បួនច្បាប់តែប៉ុណ្្នឹងឯងបន្តិចបន្តួចទេអញ្ចឹងយើងឈានចូលទៅដល់ការពិភាក្សាគ្នាតែម្ដងណាចាសម្រាប់សំណួរទី1ថាសំណួរក៏បានថាប្រធានបទក៏បានដែរប៉ុន្តែចង់ឲ្យព្រះអង្គម្ចាស់គូសុភាពអាចជួយនៅក្នុងការត្រួសក៏បានដែរ5នាទីអីតាក់ទងទៅនឹងទូនាទីរបស់ព្រះពុទ្ធសាសនាហើយនឹងការចិញ្ចឹមកូនបែបវិជ្ជមានបាទច្រើនអរគុណពុះសំណួរប៉ុន្តែពុកម្ដាយនៅក្នុងធម៌នោះលោកចាត់ទុករូបកាយឪពុកម្ដាយនឹងឈ្មោះមានឈ្មោះ4អញ្ចឹងណាទី1លោកហៅថាពពាចាគ្រូដើមគេមុននឹងកូនចូលសាលាម៉ែឪនឹងជាគ្រូអញ្ចឹងដើម្បីធ្វើជាគ្រូល្អតើខ្លួនយើងនឹងល្អដែរបើយើងផឹកបោឡែជេបញ្ចោគ្នាអាហ្នឹងពង្រៀនកូនមិនល្អអាហ្នឹងគ្រូអត់ល្អណាអញ្ចឹងតើធ្វើជាគំរូល្អពពាចាជាគ្រូដើមពពទេវាជាទេវតាដើមមុននឹងទេវតានៅដើមឈើដើមព្រៃណាថែអាសាទេវតាម៉ែទេវតាឪនឹងអ្នកថែអាសាមុនគេហើយនឹងមួយទៀតនោះឪពុកម្ដាយនឹងជាអាហុណៃយៈជាស្រែបុណ្យរបស់កូនបើកូនចៅណាបានធ្វើបុណ្យជាមួយឪពុកម្ដាយនឹងបានបុណ្យច្រើនណាពីព្រោះគាត់មានចិត្តល្អជាមួយយើងបើយើងធ្វើគុណតបគុណគាត់ទៅកូននឹងបានបន់ច្រើនកូននឹងឈ្មោះថាជាកូនកតញ្ញូហ្នឹងហើយនឹងមួយទៀតដែរចុងក្រោយសំខាន់ពុកម្ដាយឈ្មោះថាជាព្រះព្រំព្រះព្រំនៅក្នុងសាសនាព្រហ្មញ្ញថាជាអ្នកបង្កើតពិភពលោកភពផែនដីមនុស្សសត្វចឹងណាហើយបានព្រះពុទ្ធព្រះអង្គត្រាស់ដឹងឡើងព្រះអង្គយកឈ្មោះហ្នឹងដាក់ឲ្យឪពុកម្ដាយវិញពីព្រោះអត់ដែលឃើញព្រំហ្នឹងមកអ្មេចទេអ្នកមកបង្កើតភពផែនដីប៉ុន្តែអ្នកមកបង្កើតយើងគឺម៉ែឪយើងហ្នឹងហើយអញ្ចឹងម៉ែឪហ្នឹងឈ្មោះថាជាព្រះព្រំឈ្មោះថាព្រោះបានបង្កើតឪពុកម្ដាយប៉ុន្តែសំខាន់មួយទៀតត្រូវមានព្រំវិហារធម៌អញ្ចឹងខ្ញុំស្រាប់លឺទាំងអស់គ្នាហ្នឹងហើយមានមេត្តាស្រឡាញ់ករុណាពេលកូនកើតទុកយើងជួយមុទិតាកូនល្អទៅយើងសប្បាយចិត្តទៅអត់ចំណែនហើយនឹងឧបេក្ខាស្រឡាញ់កូនឲ្យស្មើគ្នាកុំឲ្យស្រឡាញ់នេះតិចនោះច្រើននាំមានរឿងហើយនឹងមួយទៀតឧបេក្ខាមានន័យថាចេះប្រឡែងកូនឲ្យកូនរស់
កុំដូចថាខៀខាំងរារាំងភាសាអង់គ្លេស control អញ្ចឹងគ្រប់គ្រងដូចថាអត់ឲ្យកូនធ្វើអីសោះអត់ចេះរស់ហ្នឹងក៏ខុសដែរអញ្ចឹងត្រូវរៀនចេះឲ្យកូននឹងរស់ចេះរឹងប៉ឹងចេះមានឯករាជ្យប៉ុន្តែឲ្យដើរក្នុងផ្លូវត្រូវពុទ្ធសាសនាមិនគ្រប់គ្រងឲ្យមានអំពើហិង្សាហ្នឹងទេព្រោះវាប៉ះពាល់ដល់រាងកាយផងសតិអារម្មណ៍របស់កូនហ្នឹងផងណាអរគុណមែនតើសម្រាប់ការបញ្ជាក់អញ្ចឹងគឺថាតើការចិញ្ចឹមកូនបែបវិជ្ជមានណានឹងមានន័យថាម៉េចរូបភាពបែបណាដែរសូមខាងចិត្តសាស្ត្រមុនណាចាមេក្រូមួយមកចាចាអរគុណសម្រាប់សំណួរដែរតកតងជាមួយនឹងការអប់រំកូនអញ្ចឹងជាទូទៅនៅក្នុងការអប់រំបែបវិជ្ជមានមានន័យថាគឺយើងផ្ដល់កន្លែងទីសុវត្ថិភាពផ្ដល់ការគ្រប់គ្រងការយល់ចិត្តឲ្យកូនដើម្បីឲ្យគាត់អាចលើកចេញពីមតិយោបល់ឬក៏ភាពខ្វះខាតរបស់គាត់ហើយរបៀបដែលយើងនិយាយទៅកាន់គាត់ទី1គឺអាណាព្យាបាលត្រូវតែស្ដាប់ឲ្យយល់សិនឧទាហរណ៍គាត់ធ្វើខ្ចាយទៅដោះគោមួយកែវអញ្ចឹងណាជាជាងយើងទៅដល់ស្ដីឲ្យគាត់ថៃបានដាក់កែវអត់ចេះប្រយ័ត្នតែតាមពិតការអប់រំបែបហ្នឹងគឺយើងបញ្ចេញកំហឹងឯងតែបើសិនជាការអប់រំដែលពោពេញទៅដោយភាពវិជ្ជមាននិងសមហេតុផលមានន័យថាយើងឃើញថាអូកូនយើងឥឡូវគាត់តែចេះទុកដាក់របស់នឹងល្អឯងអញ្ចឹងមានន័យថាម៉េចអូកូនឯងធ្វើខ្ចាយអត់អីទេកូនឯងទៅយកកណាត់យកមកជូតមកហើយលើកក្រោយកូនឯងកាន់បែបនេះគឺជាការអប់រំមួយដែលយើងផ្ដល់ការយល់ហើយយើងដឹងថាកូនយើងគាត់ត្រូវការអ្វីអញ្ចឹងត្រូវតែស្ដាប់ផ្ដល់កន្លែងសុវត្ថិភាពការដែលប្រើហិង្សាជាទូទៅគឺពេលដែលកូនគាត់ធ្វើខុសអីមួយខ្ញុំអាចឲ្យលោកតាលោកយាយអាចមើលមុខកូនបានគឺគាត់ភ័យហ្មងគឺគាត់ឡើងញ័រពេលយើងសួរគាត់ក៏គាត់អត់ហ៊ានឆ្លើយគឺគាត់អត់ដឹងតបមួយយើងថាមិនដែរអញ្ចឹងពេលខ្លះការដែលយើងប្រើហិង្សាមិនថាពាក្យសម្ដីឬកាយវិការទេវាអាចទៅជាបញ្ហាមួយបាក់ស្បាតតែធ្វើឲ្យក្មេងពេលដែលគាត់ខ្លាចគាត់ខុសអីគាត់លែងហ៊ានមករកយើងអាហ្នឹងគឺជាចំណុចមួយដែលខ្ញុំចង់ឲ្យអាណាព្យាបាលអូខេអរគុណច្រើនបងរ៉ាដាអូខេចាំតិចទៀតចាំយើងទៅដល់ស៊ីជម្រៅជាងនឹងបន្តិចប៉ុន្តែនៅក្នុងកម្មវិធី podcast របស់យើងនៅក្នុងថ្ងៃនេះយើងចង់លើកទឹកចិត្តឲ្យមានការចិញ្ចឹមកូនបែបវិជ្ជមានហើយប៉ុន្តែមួយទៀតគឺតកតងទៅនឹងការការពារកូនរបស់យើងទាំងកូនទាំងចៅនៅលើប្រព័ន្ធអនឡាញពីព្រោះសម្រាប់អ្នកដែលមានកូនឬក៏មានចៅហើយបើឧទាហរណ៍ថាឥឡូវអ្នកនាំចៅឬក៏នាំកូនមកជាមួយស្រាប់តែហើយស្រាប់ងាកមកឆាច់ឃើញកំពុងនិយាយជាមួយអ្នកប្លែកមុខអត់ស្គាល់អីជនជាតិបរទេសឬក៏មើលទៅមិនតំណងអីរត់ទៅចាប់កូនភ្លាមអត់ឲ្យនិយាយជាមួយអ្នកប្លែកមុខទេមែនទេបើអ្នកហ្នឹងយើងអត់ស្គាល់យើងអត់អីប៉ុន្តែបើនៅលើ Facebook មួយថ្ងៃជួបអ្នកប្លែកមុខចង់1លានអ្នកឪពុកម្ដាយទៅអត់សូវភ័យទេអញ្ចឹងឥឡូវខ្ញុំចង់សម្រាប់ទស្សនិកជនរបស់យើងផងហើយសម្រាប់លោកយាយលោកតាអ៊ំពូមីងផងថាតើគេអាចកេងចំណេញឬធ្វើបាបកូនយើងចៅយើងបានតាមប្រព័ន្ធអនឡាញហ្នឹងមិនអនឡាញហ្នឹងបានន័យថាឧទាហរណ៍ថាគាត់មើលទូរស័ព្ទហើយគាត់ឃើញខ្ញុំហ្នឹងបានន័យថាអនឡាញហើយបានន័យថាខ្ញុំអត់បានមកនិយាយគ្នាចេះទេគ្រាន់តែនិយាយតាមទូរស័ព្ទមើលតាម Facebook ឬក៏ TikTok អីហ្នឹងអាហ្នឹងគេហៅអនឡាញណាលោកអ៊ំលោកយាយលោកតាទាំងអស់គ្នាអញ្ចឹងខ្ញុំចង់ឲ្យអ្នកជំនាញយើងផ្នែកសន្តិសុខ Cyber វិញម្ដងថាតើកុមារអាចរងការរំលោភបំពានតាមប្រព័ន្ធអនឡាញហ្នឹងយ៉ាងម៉េចដើម្បីឲ្យលោកយាយលោកតាមួយចំនួនគាត់ដឹងដែរថាទូរស័ព្ទហ្នឹងក៏គួរឲ្យខ្លាចដែរជាងអ្នកជិតខាងគាត់ទៀតចាបាទសូមអរគុណបងសម្រាប់សំណួរបាទជាថ្មីម្ដងទៀតខ្ញុំកណាសូមក្រាបថ្វាយបង្គំលោកគ្រូសុភាពម្ដងទៀតហើយក៏សូមគោរពទៅដល់លោកតាលោកយាយលោកអ៊ំពូមីងដែលមានវត្តមាននៅក្នុងទីនេះផងដែរបាទអញ្ចឹងដូចបងគាត់លើកសំណួរមកអញ្ចឹងថាចិញ្ចឹមកូនសម័យនេះព្រៀងពិបាកជាងសម័យមុនពីមុនដាក់គាត់រត់លេងពេញផ្ទះអញ្ចឹងទៅយើងអត់សូវខ្វល់រឿងការចុចទូរស័ព្ទចុច iPad ឬក៏ចុចឧបករណ៍អីទេប៉ុន្តែយើងសង្កេតឃើញថាក្មេងៗសម័យនេះភាគច្រើនពួកគាត់គឺចូលចិត្តចុចមែនទែនបាទអញ្ចឹងសួរថារងថ្ងៃគាត់ចុចជាមួយអ្នកណាតើយើងជាអាណាព្យាបាលឬក៏ជាអ្នកចិញ្ចឹមបីបាច់គាត់ដែលមើលថែគាត់នោះតើយើងដឹងអត់ថាគាត់កំពុងតែចុចលេងជាមួយអ្នកណាបាទហើយនៅក្នុងបណ្ដាញហ្នឹងគឺវាមានមនុស្សច្រើនមែនតើរាប់លានរាប់អីអ្នកទៀតបាទពេលខ្លះគាត់លេងគាត់ជេរគ្នាឬក៏មានការខឹងសម្បើមអី
យូរយូររហូតទៅដល់ប៉ះពាល់ការសិក្សាប៉ះពាល់ការគិតប៉ះពាល់ការពិចារណារបស់គាត់អាចចឹងទៀតពេលខ្លះយើងអត់បានចាប់អារម្មណ៍ឪពុកម្ដាយភាគច្រើនគាត់រវល់ទៅលើការរកស៊ីរកលុយចូលផ្ទះបាទហើយឃើញកូនគាត់មកពីសាលារត់ចូលបន្ទប់ពឹបទាញទូរស័ព្ទទាញiPad ទាញtablet ហ្នឹងចូលទៅក្នុងបន្ទប់គាត់បាត់ជ្រាបហើយគាត់មកបាយគាត់មិនមកផងគាត់មិនអើពើមួយយើងទៀតបាទអញ្ចឹងយើងអត់ដឹងថាគាត់នៅក្នុងបន្ទប់សង្ងំធ្វើអីគេទេគាត់ចុចទូរស័ព្ទជាមួយណាគេគាត់ទៅធ្វើអីបាទហើយវាលើសពីនឹងទៀតវាមានឥឡូវមកដល់អាសម័យនេះសម័យ AI ទៀតគេហៅថាបញ្ញាសិប្បនិម្មិតហ្នឹងទៀតអាហ្នឹងវាកាន់តែគ្រោះថ្នាក់ទៀតមានន័យថាអាហ្នឹងជា technology ទេវាជាឧបករណ៍ប៉ុន្តែវាអាចចេះនិយាយលេងជាមួយកូនយើងបានវាអាចបញ្ជាកូនយើងបានបាទអានេះវាគ្រាន់តែជាកម្រិតស្រាលមួយទេវានៅកម្រិតធ្ងន់ជាងនឹងទៀតបើសិនជាគេចាប់ចម្រិតកូនយើងតាមប្រព័ន្ធអនឡាញឬក៏គេបោកកូនយើងឲ្យចុចដំណភ្ជាប់អីផ្សេងឬក៏ដំឡើងកម្មវិធីអីនៅលើទូរស័ព្ទផងគាត់ទៀតវាអាចធ្វើឲ្យបាត់បង់លុយកាក់វាអាចធ្វើឲ្យបែកធ្លាយរូបភាពធ្វើអីផ្សេងបាទអញ្ចឹងបើយើងគិតទៅតាក់ទងជាមួយនឹងប្រព័ន្ធអនឡាញហ្នឹងគឺវាមានភាពស្មុគស្មាញមែនតើបាទអញ្ចឹងបើគិតទៅវាបើយើងឃើញគឺអញ្ចឹងគឺក្មេងៗគឺគាត់នៅជាមួយ smartphone នៅជាមួយទូរស័ព្ទនៅជាមួយឧបករណ៍ហ្នឹងច្រើនជាងនៅជាមួយយើងទៀតអត់ដូចជំនាន់មុនទេគាត់មកពីរៀនគាត់រត់លេងគាត់អីជាមួយបងប្អូនឬក៏អ្នកជិតខាងបាទប៉ុន្តែឥឡូវគឺយើងមើលទៅគឺខុសគ្នាអញ្ចឹងបាទអរគុណលោកយើងមានអារម្មណ៍ថាវាធម្មតាយើងអត់ដឹងថាក្នុងហ្នឹងវាមានស្អីខ្លះភាគច្រើនយល់ថាគ្រាន់តែមើលទូរស័ព្ទវាត្រឹមខូចភ្នែកបន្តិចបន្តួចអីអញ្ចឹងណាអានឹងខ្ញុំចង់បន្ថែមករណីជាក់ស្ដែងមួយចំនួនឥឡូវសូមមកសួរយុវតីរបស់យើងបន្តិចសិនដោយសារតែអូនឯងគេហៅ Gen Z ហ៎ត្រូវអត់ណូ Gen Z ពេញនេះចាខ្ញុំមិនដែរ Gen ពីមុនអញ្ចឹង Gen Z ឥឡូវគឺបច្ចេកវិទ្យាបានផ្ដល់ឲ្យគាត់ច្រើនមែនតើមិនថាឱកាសរៀនសូត្រអាហារូបករណ៍ការចាប់ផ្ដើមធ្វើអាជីវកម្មគឺបងអូនទទួលបានផលចំណេញច្រើនប៉ុន្តែតើបច្ចេកវិទ្យាឬក៏បណ្ដាញសង្គមហ្នឹងបើគិតអំពីទំនាក់ទំនងរវាងឪពុកម្ដាយនិងកូនតើវាមានគុណសម្បត្តិអីខ្លះគុណវិបត្តិអីខ្លះអរគុណបងសម្រាប់សំណួរចង់ចំពោះដូចដែលយើងបានលើកពីវាគ្មិនផ្សេងឯងថាសម័យហ្នឹងគឺពិបាកបដៅកូនណាសម្រាប់ពេលដែលគាត់ប្រើប្រាស់ប្រព័ន្ធអនឡាញហើយចំពោះអ្វីដែលតាមគំនិតរបស់ខ្ញុំទៅលើផលវិជ្ជមានក៏ដូចជាផលអវិជ្ជមានទៅលើការលេងបណ្ដាញសង្គមហ្នឹងហើយទំនាក់ទំនងជាមួយឪពុកម្ដាយហ្នឹងវាអាចនឹងមានច្រើនខ្លះមានតិចខ្លះតាមដែលលោកតាលោកយាយគិតក៏ដូចជាបងប្អូនគិតដែរប៉ុន្តែបើសម្រាប់ខ្ញុំវិញអីដែលខ្ញុំមើលឃើញជាភាពវិជ្ជមាននៅពេលដែលប្រើប្រាស់ប្រព័ន្ធអនឡាញហ្នឹងគឺឪពុកម្ដាយក៏ដូចជាកូនហ្នឹងគាត់អាចទំនាក់ទំនងគ្នានៅពេលដែលគាត់នៅឆ្ងាយអញ្ចឹងឧទាហរណ៍ជាក់ស្ដែងមួយអញ្ចឹងម៉ាក់ខ្ញុំគាត់ធ្វើការអញ្ចឹងនៅពេលដែលគាត់ធ្វើការថែម៉ោងអញ្ចឹងទៅបានប្រព័ន្ធអនឡាញហ្នឹងឲ្យជួយឲ្យគាត់ឆាតមកខ្ញុំចឹងឆាតមកថាអូខេទិញម្ហូបឬក៏ទិញអីញ៉ាំចឹងទៅម៉ាក់ថែម៉ោងអីបែបហ្នឹងឬក៏ខ្ញុំទៅខេត្តឆ្ងាយចឹងទៅបានប្រព័ន្ធអនឡាញហ្នឹងហើយយើងនិយាយមួយគ្នាថាអូខេម៉ាក់ខ្ញុំដល់ហើយគាត់ណាញ៉ាំអីនៅអីចឹងណាហើយចំពោះភាពវិជ្ជមានអីផ្សេងទៀតគឺអញនិយាយបានថាអាចឲ្យពួកគាត់ហ្នឹងដឹងពីគ្នាច្បាស់អញ្ចឹងចំពោះបរិបទនៃការចិញ្ចឹមកូននៃការបីបាច់ថែរក្សានិយាយទៅគ្រួសារមួយមានបរិបទនៃការចិញ្ចឹមកូនខុសៗគ្នាអញ្ចឹងហើយគ្រួសារខ្លះពួកគាត់អញនិយាយបានថាមានតំណែងល្អអញ្ចឹងពេលខ្លះគាត់ចែករំលែកអីដែលពួកគាត់ឃើញតាមប្រព័ន្ធអនឡាញអ្នកខ្លះទិញអីវ៉ាន់រួមគ្នាដូចម៉ាក់ខ្លះដូចមិត្តភក្តិខ្ញុំអញ្ចឹងគ្រួសារគាត់ពេលដែលមានអីវ៉ាន់អីចឹងទៅទិញជុំគ្នាចឹងហើយអញ្ចឹងហើយយើងអាចនិយាយបានថាអាហ្នឹងវាទំនាក់ទំនងល្អរវាងពួកគាត់នៅលើប្រព័ន្ធអនឡាញហ្នឹងហើយចំពោះភាពអវិជ្ជមានវិញនៅពេលដែលយើងប្រើប្រាស់ប្រព័ន្ធអនឡាញខ្លាំងពេកទី1ឪពុកម្ដាយគាត់ដូចជាជនគំរូចឹងណាបើសិនជាកូនឃើញប៉ាម៉ាក់បែបហ្នឹងកូនប្រកាសជាធ្វើតាមហើយអញ្ចឹងបើសិនជាគាត់លេងទូរស័ព្ទច្រើនក៏ដូចជាមើលវេទិកាអីនៅលើប្រព័ន្ធ social media ហ្នឹងច្រើនកូនគាត់ឃើញកូនគាត់ចាប់ផ្ដើមទាលេងអីបែបហ្នឹងដែរបងហើយមួយវិញទៀតពួកគាត់អាចនឹងអត់មានតំណែងល្អ
នៅក្នុងការអញនិយាយបានថាលេងសូវនិយាយគ្នាអញ្ចឹងណាដូចលោកគ្រូណារ៉ូបាននិយាយអញ្ចឹងកូនគាត់ចូលមកដល់ផ្ទះភ្លាមចូលទៅក្នុងបន្ទប់បាត់លេងទូរស័ព្ទអីចឹងទៅអត់ហើយយើងបើសិនជាយើងអត់សង្កេតទេយើងអត់ដឹងថាអូគាត់លេងទូរស័ព្ទហ្នឹងអត់ដឹងថាលេងទៅលើកម្មវិធីអីចឹងហើយបើសិនជាយើងធ្វើប្រហែលក្នុងនាមជាឪពុកម្ដាយអាចឲ្យកូនចាញ់បោកគេអញ្ចឹងទៅប៉ុន្តែនឹងមិនមែនបន្ទោសទៅលើឪពុកម្ដាយទាំងស្រុងទេហើយចំពោះយុវជនវិញប្រកាសថាការដែលគាត់ជ្រើសរើសអីមួយគឺជាជំរឿរបស់គាត់ហើយប៉ុន្តែបើសិនជាយើងត្រឡប់មើលមកវិញបើសិនជាគាត់មានការគិតស៊ីជម្រៅទៅលើអ្វីដែលពួកគាត់បានកំពុងតែជ្រើសរើសហ្នឹងវាអាចនាំឲ្យគាត់ទៅផលល្អឬក៏ផលអាក្រក់អញ្ចឹង social media វាច្រើនខាងមែនតើវាឲ្យយើងទាំងគុណវិបត្តិទាំងគុណសម្បត្តិតែជាជំរឿរបស់យើងឯងយើងដើរផ្លូវណាសូមនិមន្តប្រគុណម្ចាស់អាចបន្ថែមបន្តិចតាក់ទងទៅនឹងសុខភាពផ្លូវចិត្តតាមរយៈបណ្ដាញសង្គមនាពេលបច្ចុប្បន្នថាតើបណ្ដាញសង្គមនាពេលបច្ចុប្បន្នវាបានជះឥទ្ធិពលមិនខ្លះទៅដល់ទាំងឪពុកម្ដាយទាំងកូនហើយនឹងទំនាក់ទំនងរវាងឪពុកម្ដាយនិងកូនពីរឿងប្រព័ន្ធសង្គមហ្នឹងញោមបើមើលច្រើនពេកវាមួយខូចទំនេរណាញោមណាជាពិសេសយប់ណាញោមពីមុនមកអាត្មាធ្លាប់ម៉ែឪមកប្តឹងរឿងកូនប្រើទូរស័ព្ទណាប៉ុន្តែឥឡូវកូនប្តឹងវិញម្ដងថាម៉ែកណាម៉ោង1ម៉ោង2នៅត្រាល់នឹងអត់សម្រាមទេឥឡូវមិនក្មេងវក់ទេចាស់ក៏វក់ដែរចានឹងវាប៉ះពាល់ទំនេរទេញោមណាដល់ហើយទៅអាចនាំឲ្យមានជំងឺឈឺស្កាត់អីចឹងទៅទី2ក្នុងប្រព័ន្ធសង្គមវាមានរឿងមិនល្អច្រើនជាងរឿងល្អហើយដល់អញ្ចឹងយើងមើលទៅវាប៉ះពាល់ណាមែនទេញាតិញោមណាមេរោគវាហោះវាហើរគ្រប់កន្លែងហើយទំនោររបស់មនុស្សហ្នឹងដូចថាបើរឿងអាក្រក់ចូលចិត្តចង់ដឹងតាមដានអញ្ចឹងណាញោមណាហើយដល់រឿងល្អក៏ធម្មតាដែរចាត់ទុកថាវារឿងធម្មតាតែអញ្ចឹងវាដោះអាផ្នែកអាក្រក់ហ្នឹងច្រើនហើយមេរោគហ្នឹងវាឆ្លងតាមចូលភ្នែកយើងចូលត្រចៀកយើងមើលឃើញពីណាអាក្រក់ចង់ទុកខឹងមួម៉ៅទៅអាហ្នឹងមេរោគចូលហ្នឹងមែនទេញោមហ្នឹងហើយបើឧទាហរណ៍ថាបើទៅវាចំអ្នកណានាងណាដែលយើងវាមិនសូវចូលចិត្តដែរប៉ុន្តែបរោះអួតចេះអួតចោលទៅឃើញអញជ្រិញវាដល់ហើយផុសនោះផុសអាហ្នឹងមេរោគចូលទៀតដែរអាហ្នឹងបើក្នុងធម៌លោកហៅថាបាបអនឡាញយើងតោមនោះយើងដូចតែឃើញគេមានគេបាននៅវាតូចចិត្តអីឯងនឹងអីចឹងណាព្រោះថាយើងរៀនយើងសូត្រយើងស្ដាប់ធម៌យើងបានចំណេះដឹងពីអនឡាញនឹងល្អប៉ុន្តែដូចថាតាមមើលទៅបើជេរគ្នាវាសម្បូរ view ចឹងអាគេបង្រៀនដូចថាកម្មវិធីអប់រំអីណាអញ្ចឹងវាមានន័យថាអ្នកតាមដានរឿងអាក្រក់ហ្នឹងវាច្រើនជាងរឿងល្អអញ្ចឹងញាតិញោមទាំងអស់គ្នាអាត្មាតែរឿងណាអ្នកណានិយាយរឿងអត់ប្រយោជន៍អី unfriend ចោលហ្មងហើយឬក៏ block ចោលហ្មងអត់ខ្ចីខ្លាចចិត្តហើយតិចវាអត់ចិត្តអត់ទេពីព្រោះវានាំឲ្យឆ្លងអីញោមឆ្លងអីឆ្លងរោគឆ្លងបាបហើយមិនដឹងថាញាតិញោមចេះ block ចេះ unfriend នឹងអត់ទេញាតិញោមហើយដល់ចឹងតែចុចមួយវាមកកប្លូហើយអាត្មាអត់ទេក្នុង Facebook អាត្មា friend តិចចាព្រោះ friend អត់មានមិនប្រកាន់រើសអើងអីទេព្រោះអត់ប្រយោជន៍ផងហ្នឹងហើយប៉ុណ្ណឹងចាហ្នឹងកណាខ្ញុំអាចសុំបន្តសំណួរទៅណារ៉ូបន្តិចបានទេថាតើឪពុកម្ដាយគួរតែយកចិត្តទុកដាក់ទៅលើអីខ្លះនៅពេលដែលគាត់អនុញ្ញាតឲ្យកូនគាត់កាន់ទូរស័ព្ទឬក៏លេខថាបណ្ដាញសង្គមយើងមិននិយាយទូរស័ព្ទថាស្អីក៏ដោយ iPad ឬក៏នាឡិកា smart watch អីជាដើមណាតែឪពុកម្ដាយគាត់គួរតែសួរសំណួរគាត់
ខ្លួនឯងស្អីខ្លះមុននឹងហុចទៅឲ្យកូនដើម្បីឲ្យកូនមានសុវត្ថិភាព បាទអូខេអរគុណសំណួរបងអញ្ចឹងរឿងនេះវាពិបាកមែនទែនពេលខ្លះឪពុកខ្ញុំជឿថាឪពុកម្ដាយឬក៏ណាព្យាបាលឬក៏លោកតាលោកយាយអត់ចង់ឲ្យកូនប្រើទូរស័ព្ទទេបាទឬក៏ iPad ឬក៏ tablet អីហ្នឹងតែគាត់ទាធ្វើម៉េចបើស្រឡាញ់បាទអញ្ចឹងមានតែយើងព្យាយាមការពារបាទទី1គឺយើងការពារទៅលើការប្រើប្រាស់របស់គាត់យើងឲ្យគាត់ប្រើនៅពេលដែលគាត់ចាំបាច់ឬក៏យើងដាក់កាតព្វកិច្ចឲ្យគាត់ការប្រើប្រាស់របស់គាត់សម្រាប់តែសៅរ៍អាទិត្យថ្ងៃសៅរ៍ថ្ងៃអាទិត្យបានហើយឬក៏នៅពេលដែលគាត់ធ្វើកិច្ចការផ្ទះហើយឬក៏គាត់មកពីសាលាឬក៏គាត់ប្រឡងបានលេខ1ហ្នឹងវាអាស្រ័យទៅលើអាណាព្យាបាលមួយគឺគាត់ដាក់កាតព្វកិច្ចដើម្បីបដូរយកទៅលើការប្រើប្រាស់របស់ទាំងអស់ហ្នឹងព្រោះយើងដឹងហើយបើសិនជាគាត់យករបស់ហ្នឹងទៅទូរស័ព្ទ tablet ឬក៏ iPad ហ្នឹងគឺអត់មានអីក្រៅពីលេងហ្គេមឬក៏កំសាន្តឬក៏អីហ្នឹងទេហើយទាំងអស់ហ្នឹងគឺវាបើយើងនិយាយទៅវាអត់សូវមានប្រយោជន៍ទេសម្រាប់គាត់នៅក្នុងវ័យសិក្សាហើយនៅវ័យដែលកំពុងតែរៀនហើយនឹងចេះដឹងរបស់ថ្មីឆាប់បានហ្នឹងដូចបើគាត់ទៅលេងបណ្ដាញសង្គមគាត់ឃើញដូចបដិជនគាត់មានប្រសាសន៍មិញអញ្ចឹងបាទមានន័យថាគឺឃើញរបស់អត់ល្អច្រើនណាស់ហើយបើសិនជាគាត់នៅក្មេងគាត់អត់ដែលប្រឡូកនៅក្នុងសង្គមអីផ្សេងគាត់ឃើញអាហ្នឹងវាសិតតែជារបស់ថ្មីរបស់គាត់ហើយគូក្បាលរបស់គាត់ចាប់បានរបស់អាក្រក់ហ្នឹងច្រើនណាស់អាហ្នឹងវាគ្រាន់តែការលេងធម្មតានៅមានអាការចាញ់បោកគេនៅមានការចាប់ចម្រិតនៅមានការអីផ្សេងទៀតពេលខ្លះគាត់ថតរូបបង្ហោះនៅលើបណ្ដាញសង្គមធម្មតាប៉ុន្តែគាត់មានសត្រូវនៅសាលាអីចឹងទៅឬក៏ពុកម៉ាក់គាត់ធ្វើបាបគាត់អីទៅយករូបថតគាត់ហ្នឹងយកទៅកាត់តដាក់រូបអាក្រាតឬក៏អីផ្សេងដើម្បីបង្ខូចគេឈ្មោះគាត់អីចឹងទៅហើយអាការកាត់តហ្នឹងគឺវាងាយស្រួលមែនតើសម័យនេះគ្រាន់តែចុចមួយពឹបគឺវាចេញរូបអាក្រាតមកគឺក្បាលយើងនៃរូបអាក្រាតដែលផលិតដោយពួកបញ្ញាសិប្បនិម្មិតទាំងអស់ហ្នឹងអញ្ចឹងវាមានងាយស្រួលមែនទែនហើយអាហានិភ័យហ្នឹងគឺខ្ពស់មែនទែនអញ្ចឹងបើសិនជាយើងសម្រេចចិត្តថាឲ្យគាត់ប្រើប្រាស់គួរណាតែកំណត់បើសិនជាចាំបាច់គួរណាតែកំណត់ពេលវេលាទី1បាទទី2គឺត្រូវតែសង្កេតបាទបើសិនជាគាត់ប្រើឲ្យគាត់ប្រើនៅក្បែរយើងទៅកុំឲ្យគាត់នឹងរត់ទៅក្នុងបន្ទប់តែឯងចាក់សោគាត់ធ្វើអីក៏យើងអត់ដឹងបាទអញ្ចឹងហ្នឹងទី3គឺវាមានកន្លែងបច្ចេកទេសមួយចំនួនប៉ុន្តែវារៀងពិបាកព្រោះហ្នឹងវាត្រូវការយើងចេះបច្ចេកទេសយើងអាចគ្រប់គ្រងការប្រើប្រាស់ហ្នឹងរយៈពេលប្រហែលម៉ោងឬក៏កម្មវិធីអីខ្លះបានបាទអញ្ចឹងបើយើងនិយាយទៅទូរស័ព្ទទាំងអស់វាមានមុខងារកំណត់ទាំងអស់ហ្នឹងបាទអាស្រ័យថាតើយើងចេះទៅប្រើប្រាស់ហើយនឹងកំណត់កម្មវិធីទាំងអស់ហ្នឹងអត់ចាអរគុណច្រើនមែនទែនដោយសារមិញលើកឡើងពីអាយុដែលឥឡូវហ្នឹងវាគាត់អត់ទាន់ដល់អាយុមួយដែលត្រូវទទួលនេះនោះអញ្ចឹងទៅមុននឹងតិចសួរថាចុះអាយុប្រហែលគាត់គួរកាន់ទូរស័ព្ទដែលថាឪពុកម្ដាយអាចហុចទូរស័ព្ទឲ្យគាត់បានគួរតែអាយុប្រហែលដែរបើយើងគិតអំពីចិត្តសាស្ត្រឬក៏ការវិវត្តខួរក្បាលរបស់ក្មេងអាយុប្រហែលដែលអាចទទួលយកទូរស័ព្ទឬក៏បណ្ដាញសង្គមនឹងបានចាអីគ្នាសន្លឹងឡើងចំនេះចាជាទូទៅបើសិនជាយើងវាចាប់ផ្ដើមពីថាពេលជាគាត់នៅត្រឹម3ឆ្នាំអីសឹងតែឲ្យមាន screen time មានន័យថាឲ្យមើលចា3ឆ្នាំចូលក្រោមគឺយើងអត់ចង់ឲ្យគាត់ប៉ះពាល់ទៅលើវីដេអូឬក៏សូម្បីតែកតុកតា YouTube អីផ្សេងហ្នឹងយើងអត់ចង់ឲ្យគាត់ប៉ះពាល់ទេព្រោះដោយសារតែវ័យនេះគឺជាវ័យមួយដែលគាត់លូតលាស់ទាំងផ្នែកភាសានិងការប្រស្រ័យតាក់ទងអញ្ចឹងបើតាមបទពិសោធន៍ខ្ញុំបច្ចុប្បន្នធ្វើការនៅប្រទេសយើងក្មេងៗជំនាន់ក្រោយនេះគឺយឺតនិយាយមូលហេតុដោយសារតែឪពុកម្ដាយរវល់យើងអត់មានពេលហើយកូនយកគាត់លពើឬក៏គាត់ត្រូវការលេងអញ្ចឹងឪពុកម្ដាយហុចទូរស័ព្ទឲ្យកូនមើលតុក្កតាទៅតែផលប៉ះពាល់ការមើលតុក្កតានេះមានន័យថាវាគឺជាការប្រស្រ័យតាក់ទងមកតែផ្លូវទៅតែមួយមានន័យថាខាងតុក្កតាហ្នឹងគឺគាត់តែនិយាយកូនយើងអត់បានឆ្លើយឆ្លងមួយទៀតទេចាកូនយើងមើលរហូតហើយណាមួយភាគច្រើនវីដេអូទាំងអស់ហ្នឹងសិតតែជាភាសាបរទេសដែលជាកត្តាមួយទៀតវ័យក្មេងដែលគាត់ត្រូវលូតលាស់ភាសាជាទូទៅក្មេងតែមួយខួបចិត្តចូល2ខួបគាត់ចាប់ផ្ដើមនិយាយហើយនេះបើសិនជាលោកតាលោកយាយចាំការចិញ្ចឹមចៅពីក្មេងមកគឺវ័យហ្នឹង
គាត់ឲ្យយើងនិយាយជាមួយគាត់យើងលេងមួយគាត់យើងធ្វើសលេងផ្សេងដែលវាជួយអភិវឌ្ឍផ្នែកហ្នឹងផ្នែកភាសានិងទំនាក់ទំនងរបស់ក្មេងប៉ុន្តែបច្ចុប្បន្នភាពឪពុកម្ដាយឲ្យមើល YouTube មើលវីដេអូផ្សេងអញ្ចឹងដែលជាធ្វើឲ្យមានការប៉ះពាល់ទៅដល់ការលូតលាស់ខាងផ្នែកភាសាហ្នឹងអញ្ចឹងបើតាមបទពិសោធន៍ខ្ញុំក្រោម3ឆ្នាំកុំឲ្យប៉ះល្អជាងហើយនៅពេលដែលគាត់3ឆ្នាំឡើងកំណត់ដោយបងគាត់និយាយអញ្ចឹងតើយើងមួយថ្ងៃយើងឲ្យគាត់ប្រមាណកន្លះម៉ោងឬក៏1ម៉ោងហើយការមើលហ្នឹងគឺមិនឲ្យកូនកាន់ទៅមើលតាមចិត្តគាត់ទេគឺយើងត្រូវតែតាមដានមើលទៀតថាតើគាត់គួរតែមើលវីដេអូណាអប់រំមិនមែនតាមអ្វីដែលគាត់មើលដូចយើងមនុស្សធំទេហើយនៅក្នុងការកំណត់មើលតាម YouTube ទូរស័ព្ទអីយើងអាចកំណត់ថាតើអ្វីខ្លះដែលយើងគួរតែឲ្យក្មេងនៅក្នុងវ័យនឹងមើលតាមពិតបើសិនជាយើងប្រើប្រាស់វាបានល្អគឺជាជំនួយច្រើនមែនទែនជាចំណេះដឹងសម្រាប់ការអភិវឌ្ឍក្មេងឯងប៉ុន្តែនៅពេលដែលយើងអត់ដឹងយើងឲ្យ content មានន័យថាជាប្រភពព័ត៌មានដូចយើងមនុស្សធំឲ្យក្មេងមើលវាប៉ះពាល់ដល់ក្មេងអញ្ចឹងនៅចំណុចហ្នឹងមួយទៀតបើឲ្យគាត់មើលគួរតែកំណត់ហើយតាមដានហើយមួយទៀតខ្ញុំលើកទឹកចិត្តមែនតើបើសិនជាកូនគាត់ធំដូចជាចូលដល់វ័យ11 12ឆ្នាំបើចង់ឲ្យគាត់ប្រើប្រាស់ទូរស័ព្ទអីផ្សេងគួរតែមានការអង្គុយចុះនិយាយជាមួយកូនឲ្យច្បាស់លាស់អំពីហានិភ័យផ្សេងនៅក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដូចជាការរំលោភបំពានការកេងប្រវ័ញ្ចការលួងលោមហើយនឹងលើកទឹកចិត្តកូនឲ្យពេលដែលគាត់ប្រើប្រាស់បើមានអ្នកណាគេនិយាយអីមិនសមរម្យឬក៏ធ្វើឲ្យគាត់មានអារម្មណ៍ថាអត់សូវស្រួលក្នុងខ្លួនណាលើកទឹកចិត្តឲ្យគាត់មកនិយាយជាមួយយើងដើម្បីឲ្យគាត់អាចសាកសួរយើងថាអានឹងត្រូវអត់ឬក៏អត់ឬក៏គាត់គួរតែស្វែងរកការគាំទ្របែបណាអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យឪពុកម្ដាយនិយាយជាមួយកូនឲ្យច្បាស់អំពីគោលបំណងដែលយើងឲ្យគាត់ប្រើប្រាស់ទូរស័ព្ទហ្នឹងសម្រាប់តាក់ទងក្រុមគ្រួសារតាក់ទងជាមួយមិត្តភ័ក្តិមនុស្សជាទីស្រឡាញ់ការសិក្សារៀនសូត្រខ្ញុំដឹងថាសិស្សចាប់បច្ចុប្បន្នឥឡូវសិតតែមាន Telegram គ្រូផ្ញើមេរៀនផ្ញើអីអញ្ចឹងទៅហើយ entertainment មានន័យថាតាមការរយៈសប្បាយរីករាយរបស់គាត់នៅក្នុងកម្រិតណាអញ្ចឹងខ្ញុំលើកទឹកចិត្តអាណាព្យាបាលគឺត្រូវតែនិយាយឲ្យច្បាស់លាស់មួយកូនអំពីគោលបំណងនៃការឲ្យទូរស័ព្ទមួយហ្នឹងហើយពេលដែលគាត់ប្រើប្រាស់លើកទឹកចិត្តកុំឲ្យកូនទៅបាត់ពីយើងណាព្រោះយើងត្រូវតាមដានមើលទៀតព្រោះក្មេងនៅក្នុងវ័យនេះនៅការលូតលាស់នៅឡើយការសម្រេចចិត្តការត្រេះរិះពិចារណារបស់គាត់នៅមានកម្រិតណាហើយពេលខ្លះគាត់ធ្វើអីក៏ដោយគាត់ប្រើតាមអារម្មណ៍របស់គាត់ណាអញ្ចឹងហើយបានជាគាត់ត្រូវការអាណាព្យាបាលដើម្បីជួយមើលការខុសត្រូវពីលើទៀតអញ្ចឹងណាចាពីព្រោះចេះមិញវាគ្មិនទាំងពីរសិតតែលើកឡើងថាយើងកំណត់យើងអីចឹងណាប៉ុន្តែក្មេងឥឡូវមួយចំនួនវាកំណត់អត់កើតពីព្រោះអត់ឲ្យមើលអត់ស៊ីបាយអូនហ្នឹងអូយមើលមកតិចមកក្មួយដល់ពេលអញ្ចឹងគាត់ពិបាកណាកូនខ្ញុំហាត់តៃក្វាន់ដូណាហើយម៉ាអ៊ំគាត់យកចៅគាត់ទៅហាត់តៃក្វាន់ដូដែរគាត់មើលចៅគាត់ថាវាអត់ដឹងធ្វើម៉េចបើមិនឲ្យវាមើលវិញមិនព្រមស៊ីបាយហើយគាត់ស្រឡាញ់ចៅអត់ហូបបាយមិនកើតអញ្ចឹងណាអញ្ចឹងវាដល់ដំណាក់កាលមួយដែលមានអារម្មណ៍ថាកូនជាឬក៏ចៅជាអ្នកកំងវិញហ្មងមិនមែនម៉ែឪជាអ្នកកំណត់ថាម៉ោងប៉ុន្មានមើលទេវាគាត់ជាអ្នកកំងថាម៉ោងហ្នឹងខ្ញុំត្រូវមើលហើយអាហ្នឹងអូយខ្ញុំចង់និយាយថាអាហ្នឹងនិយាយគាត់ខឹងទៀតវាដូចរបៀបថាម៉េចគាត់នឹងមិនស្រឡាញ់ចៅមែនតែពិតអូយមិនមែនថាអ៊ំប្រុសអ៊ំស្រីមិនស្រឡាញ់ចៅនិយាយតាមមិនស្រឡាញ់ចៅទេប៉ុន្តែនៅពេលដែលយើងឲ្យក្មេងជាអ្នកកំណត់វិញណាអាហ្នឹងគឺចាប់ផ្ដើមគ្រោះថ្នាក់មែនតើហ្មងហើយតាមចំណាំក្មេងដែលគាត់មើលហើយដែលយើងតវ៉ាជាមួយអត់បានហ្នឹងគឺគាត់ចេះសម្លុតយាយតាមនុស្សចាស់បោកប្រាស់ច្រើនអីច្រើនហើយហ្នឹងគ្រោះថ្នាក់មែនតើហ្មងហើយបើត្រឡប់ទៅវិញថាដូចតារាលើកឡើងអញ្ចឹងថាគាត់ទាតែពិតមកពីយើងចាប់ផ្ដើមឲ្យគាត់មើលសិនទេបើសិនជាអត់ចាប់ផ្ដើមគឺគាត់អត់ទាហ្មងព្រោះគាត់អត់ដឹងថានឹងស្អីគេទេបើអត់ចាប់ផ្ដើមហ្មងអត់ទាទេដូចកូនខ្ញុំអត់ដែរឲ្យមើលតាំងពីដើមដូច្នេះអត់ទាហុចឲ្យពេលខ្លះរវល់ពេកហុចឲ្យហ្នឹងក៏មើលបានច្រើនផុតឲ្យ5នាទីគឺម៉ាក់អូនឈប់មើលហើយដោយសារយើងអត់ហុចពីដំបូងមកតាមពិតចិញ្ចឹមកូនណាដែលថាពិបាកខ្លាំងនេះខ្ញុំនៅមានកូនទូចនៅឡើយកូនខ្ញុំទៅធំហ្នឹងទៅបាន4ឆ្នាំជាងពិបាកដំបូងតែមួយឆ្នាំកន្លះដំបូងទេបើសិនជាមួយឆ្នាំកន្លះដំបូងយើងអត់ហុចឲ្យសោះលើហ្នឹងបន្តិចគាត់អត់មើលឃើញថាហ្នឹងជាការសប្បាយរីករាយចឹងគាត់អត់ទាទេហើយខ្ញុំធ្វើសាកសីរស់ផ្ទាល់គឺកូនខ្ញុំគាត់អត់សូវស្និទ្ធជាមួយនឹងមីងអ៊ំឬក៏សាច់ញាតិអីយូរយើងទៅលេងម្ដងអញ្ចឹងអ៊ំ
ដែលចង់ឲ្យក្មួយមកស្និទ្ធស្នាលជាមួយហ្នឹងទាញទូរស័ព្ទមកតាក់ទាញចិត្តក្មួយអូមកមួយអ៊ំឲ្យមើលអានេះស្ដែងហ្មងនិយាយមែនដោយសារយើងឃើញថានឹងវាដោយសារយើងអត់ភ័យគ្រប់គ្រាន់ថានឹងវាគ្រោះថ្នាក់ប៉ុណ្ណាតែបើសិនជាកូនចាប់ពីថាយ៉ាងយូរ2ឆ្នាំចុះយើងពិបាកខ្លាំងផុតអា2ឆ្នាំដំបូងហ្នឹងបើផុតពីហ្នឹងទៅគឺខ្ញុំកូនទាំងពីរនាក់គឺអត់ទីហ្មងមិនមែនថាអត់មើលសោះទេប៉ុន្តែដល់ពេលដែលយើងចង់ឲ្យមើលគាត់មើលបើអត់ទៅឲ្យដកចេញគាត់អត់សេគាត់អត់យំមកពីគាត់អត់ញៀនតាំងពីដំបូងមកហើយយើងពិបាក2ឆ្នាំគាត់ស្រួលរហូតតែបើសិនជាយើងស្រួលអា2ឆ្នាំដំបូងហ្នឹងគាត់ពិបាកមួយជីវិតអត់ចេះនិយាយរកគេទេទោះបីជាប្រើភាសាបានក៏ដោយប៉ុន្តែមានទំនុកចិត្តនៅក្នុងការនិយាយទេអូខេត្រឡប់មក Gen Z របស់យើងវិញមិញអូននិយាយថានៅក្នុងក្រុមការងារជាមួយគេស្គាល់ញ៉េធ្វើការអប់រំមិត្ត peer to peer ហ្នឹងពេលដែលយើងជជែកគ្នាអំពីសុវត្ថិភាពលើប្រព័ន្ធអនឡាញឬក៏យើងណែនាំគ្នាអញ្ចឹងព្រោះថាចេះអូខេឡូថាម៉ែអើយនិយាយអត់ស្ដាប់និយាយតានិយាយអត់ស្ដាប់គេឡូពួកម៉ាក់និយាយស្ដាប់ចាពេលនិយាយគ្នានឹងដំណើរការមិនយើងអប់រំគ្នាមិនយើងបរៀនគ្នាមិនយើងបញ្ជុលគ្នាមិនដើម្បីឲ្យគាត់យល់ថាប្រព័ន្ធអនឡាញហ្នឹងវាគ្រោះថ្នាក់អញ្ចឹងបងចង់ដឹងថាអាដំណើរការនៃ peer to peer ហ្នឹងធ្វើម៉េចអរគុណម្ដងទៀតបងសម្រាប់សំណួរអញ្ចឹងចំពោះការដំណើរការមិត្តអប់រំមិត្តហ្នឹងតាំងពីដំបូងឡើយគឺមានក្រុមការងាររបស់អង្គការពួកគាត់បរៀនមួយក្រុមអញ្ចឹងទៅអញ្ចឹងមួយក្រុមហ្នឹងនៅពេលដែលគាត់ចេះហើយគាត់ចាប់ផ្ដើមទៅអនុវត្តផ្ទាល់អនុវត្តរបស់គាត់ហ្នឹងគឺជាការធ្វើយុទ្ធនាការអញ្ចឹងមានអ្នកខ្លះធ្វើយុទ្ធនាការតាមអនឡាញអ្នកខ្លះធ្វើយុទ្ធនាការដោយផ្ទាល់អញ្ចឹងតាមអនឡាញហ្នឹងគាត់ផុសជាវីដេអូនិយាយអំពីថាអីគេជាការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញដោយសារយើងគិតថាអ្នកប្រើ social media ច្រើនអញ្ចឹងហើយពួកគាត់ប្រកាសជាចាប់អារម្មណ៍ថាអូអានឹងអីគេហើយអ្នកខ្លះប្រហែលជាអត់ដឹងថាអីទៅជាការកេងប្រវ័ញ្ចនៅលើប្រព័ន្ធអនឡាញអ្នកខ្លះតែងតែគិតទៀតថាប្រព័ន្ធអនឡាញហ្នឹងមានអីណាគេមកកេងប្រវ័ញ្ចយើងហើយបើចំពោះយុទ្ធនាការដោយផ្ទាល់វិញភាគច្រើនពួកគាត់ធ្វើជា workshop មួយការសិក្ខាសាលាមួយហើយដូចជាបរៀនអញ្ចឹងបរៀនថានិយមន័យបរៀនពីទម្រង់នៃការកេងប្រវ័ញ្ចហ្នឹងមានបែបម៉េចហើយតេស្តពីសមត្ថភាពយល់របស់គាត់ថាពួកគាត់ដែលដឹងអត់ថាអាហ្នឹងកើតមានឡើងហើយនៅពេលដែលពួកគាត់ដែលដឹងហើយដឹងបែបម៉េចខ្លះអញ្ចឹងបន្ទាប់ពីធ្វើជាច្រើនហើយពួកខ្ញុំបានឃើញថានៅតំបន់ខ្លះអត់ស្គាល់ថាហ្នឹងអីគេអញ្ចឹងហើយពួកគាត់នៅពេលដែលពួកគាត់ចាប់ផ្ដើមស្គាល់ហើយពួកគាត់ឡើងថារបៀបsurprise របៀប shock អញ្ចឹងថាអូអាហ្នឹងវាកើតឡើងមែននៅជីវិតពិតអញ្ចឹងហើយចំពោះការអនុវត្តយុទ្ធនាការផ្សេងទៀតយើងឃើញថាក្រុមស្ម័គ្រចិត្តគាត់អាចនឹងទៅជាបង្កើតជាស្តង់នៅកន្លែងណាមួយអញ្ចឹងនៅពេលដែលគេមានកម្មវិធីអីធំមួយគេមានជួលស្តង់អញ្ចឹងអង្គការក៏គាត់មានជាកញ្ចប់ថវិកាឲ្យពួកគាត់អញ្ចឹងពួកគាត់ដើរអនុវត្តគម្រោងហ្នឹងតាមភាពច្នៃប្រឌិតរបស់ពួកគាត់ប៉ុន្តែមិត្តដែលយើងចាប់ទៅអប់រំគេឲ្យយើងអប់រំអត់ធ្លាប់ទៅនិយាយមួយគេហើយគេអត់និយាយហ៎អត់ទេអូខេល្អអូខេខ្ញុំអាចសុំសួរទៅរ៉ាដាបន្តិចបានទេថាតើក្នុងនាមជាអ្នកចិត្តសាស្ត្រណាខ្ញុំចង់ដឹងខ្ញុំចង់ដឹងទុកឲ្យកូនខ្ញុំឥឡូវនៅទួយអត់អីទេមានអីក៏មកប្រាប់ម៉ែដែរប៉ុន្តែខ្ញុំជឿថាពេលវាធំបន្តិចទៅជាពិសេសគេហៅចូលដល់វ័យគេ teenager វ័យជំទង់ហ្នឹងហើយខ្ញុំឮមកថាក្នុងវ័យជំទង់ក្នុងកំឡុងពេលដែលអរម៉ូនហ្នឹងវាចាប់ផ្ដើមប្រែប្រួលផងគាត់ចាប់ផ្ដើមពេញវ័យផងវាមានរឿងចិត្តសាស្ត្រផងជួនកាលគាត់មានហានិភ័យពីអនឡាញមកផងតែក្នុងនាមយើងជាឪពុកម្ដាយជាយាយជាតាជាអ្នកមើលថែយើងអាចសង្កេតអាកប្បកិរិយាឬយើងគួរតែកត់ចំណាំមិនដែលយើងមានអារម្មណ៍ថាកូនយើងប្រហែលជាមានបញ្ហាផ្លូវចិត្តប្រហែលជាមានដែលថាមិនស្រួលដែលយើងគួរតែអន្តរាគមន៍ណាចាពីព្រោះដោយរដាស់លើកឡើងមុនហ្នឹងគឺកូនខុសភ្លាមវាយភ្លាមអាហ្នឹងរឿងមួយប៉ុន្តែមួយទៀតគឺជួនកាលពុកម្ដាយគាត់អត់សង្កេតដឹងទេព្រោះកូនគាត់ជាពិសេសវ័យជំទង់ហ្នឹងគាត់មិនមកប្រាប់យើងណាមែនទេតែយើងអាចកត់សម្គាល់អាកប្បកិរិយាគាត់មិនដែលគិតថាយើងគួរតែទៅនិយាយមួយគាត់ចាអរគុណសម្រាប់សំណួរសម្រាប់សំណួរហ្នឹងមួយដែរមុននឹងខ្ញុំចូលទៅដល់ថាយើងសង្កេតមិនខ្ញុំចង់ផ្ដោតពីចំណុចសំខាន់មួយដែលប្រដេជគុណគាត់លើកឡើងតាំងពីដើមមកការអប់រំល្អគឺចាប់ផ្ដើមតាំងពី
តូចមកមែនតើអញ្ចឹងមានន័យថាបើចង់ឲ្យដល់វ័យនោះដែលវ័យគេហៅវ័យជំទង់ណាបំរែបំរួលអរម៉ូនផងការរកអត្តសញ្ញាណរបស់គាត់ផងហើយនឹងគាត់ចាប់ផ្ដើមទទួលឥទ្ធិពលហ្នឹងមិនមែនត្រឹមតែគ្រួសារទេពេលហ្នឹងគឺចាប់ផ្ដើមពីមិត្តភ័ក្តិពីសង្គមខាងក្រៅប្រព័ន្ធអ៊ីនធឺណិតទេកាន់តែទូលំទូលាយហើយយើងធ្វើមិនទៅអញ្ចឹងមានន័យថាពេលដែលនៅតូចនេះខ្ញុំចង់ឲ្យលោកតាលោកយាយអាណាព្យាបាលទាំងអស់គ្នាគឺផ្ដោតទៅលើការបង្កើតតំណែងមួយដែលសុវត្ថិភាពផ្ដល់ទំនុកចិត្តនិងការយល់ចិត្តទៅឲ្យកូនព្រោះភាគច្រើនបទពិសោធន៍ខ្ញុំធ្វើការជាមួយក្មេងៗដែលគាត់ជាជនរងគ្រោះអំពីការកេងប្រវ័ញ្ចតាមអនឡាញឬក៏តាមរយៈបុគ្គលពេលខ្លះពីតាមអនឡាញហើយមកដល់ផ្ទាល់អញ្ចឹងណាដែលថាយើងគាត់ត្រូវគេបំពេញផ្ទាល់ហ្មងក៏មានដែរអញ្ចឹងភាគច្រើនពួកគាត់គឺជាក្មេងដែលស្ថិតនៅក្នុងក្រុមគ្រួសារដែលតែងតែមានទំនាស់ការថែទាំឪពុកម្ដាយដោយប្រើបែបហិង្សាស្ដីបន្ទោសរិះគន់ប្រៀបធៀបកូនហ្នឹងណានេះគឺជាចំណុចមួយដែលធ្វើឲ្យក្មេងពេលដែលគាត់ចូលដល់វ័យជំទង់គាត់ចាប់ផ្ដើមមានទំនោរទៅរកអ្នកខាងក្រៅគឺគាត់ជឿទុកចិត្តអ្នកខាងក្រៅជាងឪពុកម្ដាយនិងមនុស្សនៅក្នុងគ្រួសារនេះគឺជាអ្វីមួយដែលខ្ញុំចង់ឲ្យលោកតាលោកយាយផ្ដោតពេលស្រឡាញ់ចៅស្រឡាញ់កូនថែទាំកូនគឺយើងថែទាំតាំងពីក្មេងមកធ្វើម៉េចឲ្យគាត់មានអារម្មណ៍សុវត្ថិភាពមួយយើងណាពេលគាត់មានរឿងក៏គាត់រកយើងហ្មងគាត់មានរឿងអីដែលគាត់អត់យល់ក៏គាត់មករកយើងដែរនេះគឺជាចំណុចសំខាន់អញ្ចឹងបើសិនជាលោកតាលោកយាយឪពុកម្ដាយអាណាព្យាបាលទាំងអស់គ្នាអាចចាប់ផ្ដើមប៉ុណ្ណឹងបានណាពេលដែលកូនចាប់ផ្ដើមប្រែប្រួលអ្នកទាំងអស់គ្នានឹងអាចសង្កេតដឹងហ្មងថាកូននឹងប្លែកខុសពីធម្មតាឧទាហរណ៍ថាឥឡូវពីមុនគាត់មើលទូរស័ព្ទអីគាត់អាចអង្គុយចិត្តយើងបានតែឥឡូវគាត់កាន់ទូរស័ព្ទគាត់រត់ចូលទៅក្នុងបាត់ហើយគាត់លូតលាក់ហ្មងយើងប៉ះទូរស័ព្ទគាត់អត់បានទេហើយគាត់ចាប់ផ្ដើមប្រើទូរស័ព្ទហ្នឹងគឺគ្រប់ពេលហ្មងពេលនៅញ៉ាំបាយក៏គាត់កាន់ពេលបន្ទប់ទឹកក៏កាន់យប់ឡើងប្រាប់ថាម៉ោងគេងអត់ព្រមគេងទេប៉ាម៉ាក់ទៅគេងអស់គាត់ចាប់ផ្ដើមតទៀតអញ្ចឹងពេលណាដែលគាត់ប្រើប្រព័ន្ធអ៊ីនធឺណិតហ្នឹងវាគ្រប់ពេលហើយគឺជាចំណុចមួយដែលធ្វើឲ្យឪពុកម្ដាយគួរតែព្យាយាមស្វែងយល់ថាមានរឿងអីកើតឡើងហើយរឿងមួយដែលឪពុកម្ដាយតែងតែធ្វើខុសគឺយើងចាប់ផ្ដើមអីគេលួចមើលជាងថាឥឡូវប៉ាម៉ាក់សង្កេតឃើញរឿងប្លែកប៉ាម៉ាក់ចង់ដឹងថាឥឡូវកូនឯងប្រើទូរស័ព្ទហ្នឹងធ្វើអីគេខ្លះអញ្ចឹងយើងត្រឡប់ទៅវិញពីគោលដៅដែលការដែលយើងឲ្យគាត់ប្រើប្រាស់ទូរស័ព្ទហ្នឹងគឺយើងប្រើឲ្យគាត់អីគេតំណែងមួយគ្រួសារការសិក្សារៀនសូត្រផ្សារភ្ជាប់តំណែងជាមួយនឹងមិត្តភ័ក្តិបងប្អូនតែបើគាត់ប្រើរហូតអត់គេងអត់សម្រាកអត់ញ៉ាំបាយហើយសំបីតែពេលប៉ាម៉ាក់ចង់និយាយជាមួយក៏គាត់អត់ព្រមតម្លាក់ទូរស័ព្ទចុះអាហ្នឹងគឺសិតតែជាចំណុចដែលយើងចាប់អារម្មណ៍ថាកូនហ្នឹងប្រើក្នុងន័យផ្សេងហើយនេះគឺជាចំណុចដែលយើងមើលឃើញហើយមួយទៀតតកតនឹងបំរែបំរួលអារម្មណ៍របស់គាត់ពេលដែលលោកតាលោកយាយប៉ាម៉ាក់បងប្អូនទៅសួរគាត់ចាប់ផ្ដើមមួម៉ៅហើយមួយទៀតការផ្ដាច់ខ្លួនរបស់គាត់មានន័យថាឥឡូវលែងខ្វល់ហើយនៅតែក្នុងទូរស័ព្ទរហូតហើយអញ្ចឹងអាចនឹងមានរឿងជាច្រើនដែរដែលគាត់អាចចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតហ្នឹងដែលអត់សូវល្អមួយទៀតតកតនឹងការរំលោភបំពានតាមអនឡាញបើសិនជាក្មេងហ្នឹងវ័យប៉ុណ្ណឹងប៉ុន្តែរបៀបគាត់និយាយអំពីតកតនឹងបញ្ហាផ្លូវភេទដែលលើសពីអាយុពេលខ្លះគាត់មកសួរសំណួរយើងប្លែកចម្លែកនេះគឺសិតតែជាចំណុចដែលយើងដឹងថាគាត់ចាប់ផ្ដើមអាចនឹងមើលឃើញអីហើយនៅក្នុងប្រព័ន្ធតើអានឹងចេញមកពីណាហើយខ្ញុំធ្លាប់បទពិសោធន៍ពេលខ្លះក្មេងខ្លះត្រូវបានមើលរឿងអាហារផ្សេងហ្នឹងតាមទូរស័ព្ទរបស់ឪពុកម្ដាយទៀតនេះគឺជាចំណុចមួយដែលក្មេងខ្លះមើលតាំងពីអាយុ 5-6 ឆ្នាំនេះគឺជារឿងអត់ល្អទេទោះបីជាទូរស័ព្ទហ្នឹងរបស់ឪពុកម្ដាយឯងរបស់ពូរបស់អីទេប៉ុន្តែពេលដែលយើងហុចឲ្យក្មេងយើងមើលអាហ្នឹងវាលោតមកអាហ្នឹងហើយអាហ្នឹងក្មេងចាប់ផ្ដើមឆ្ងល់រាងកាយគាត់ចាប់ផ្ដើមឆ្ងល់ថានឹងអីគេគាត់ចាប់ផ្ដើមចង់ដឹងចង់ឮនេះគឺជាចំណុចខ្វះចន្លោះរបស់អាណាព្យាបាលនៅពេលដែលយើងអត់បានគ្រប់គ្រងទៅលើព័ត៌មានអីដែលកូនយើងគួរមើលអញ្ចឹងនឹងគឺជាចំណុចមួយច្រើនទៀតដែលខ្ញុំចង់ឲ្យលោកតាលោកយាយព្យាយាមអង្កេតព្រោះអីពេលខ្លះតែឃើញអាកប្បកិរិយាកូនប្លែកខ្ញុំជឿអាណាព្យាបាលដឹងតែពេលយើងដឹងហើយយើងធ្វើមិនគឺយើងត្រូវតែសួរគាត់ណែយើងត្រូវតែសួរនាំគាត់មានរឿងអីឥឡូវប្លែកម៉េះមិនក៏កូនអញ្ចឹងនេះគឺជាអ្វីដែលយើងអាចនឹងដឹងថាតើគាត់កំពុងតែមានបញ្ហាអីហើយស្ដាប់ពេលដែលកូននិយាយខ្ញុំលើកទឹកចិត្តមែនតើសូមឲ្យអាណាព្យាបាលធ្វើជាអ្នកស្ដាប់មួយដែលល្អ
កុំបន្ទោសកុំវាតម្លៃគាត់ពេលដែលគាត់និយាយមានឲ្យយើងស្ដាប់ឲ្យយល់ហើយកូនយើងកំពុងមានបញ្ហាអីហើយភ្លាមហ្នឹងបើអត់ដឹងថាត្រូវឆ្លើយតបមិនទេគាត់នៅប្រាប់គាត់ថាឥឡូវប៉ាម៉ាក់គាត់អត់ដឹងថាធ្វើមិនដែរតែយើងនឹងដោះស្រាយអានឹងជាមួយគ្នានេះគឺជាអ្វីដែលខ្ញុំចង់ឲ្យអាណាព្យាបាលព្យាយាមផ្ដល់នៅពេលវេលាឲ្យកូននិយាយស្ដាប់គាត់យល់ពីគាត់ទទួលយកនៅបទពិសោធន៍របស់គាត់កុំព្យាយាមទៅបន្ទោសគាត់ណាចាខ្ញុំចង់សួរទៅណារ៉ូបន្តិចថាប្រសិនបើឧទាហរណ៍ថាលើកូនយើងដែលមានវ័យជំទង់គាត់មកប្រាប់យើងថាម្នាក់នេះផ្ញើរូបអាភិបមកឲ្យគាត់ឬក៏ម្នាក់នេះ comment ព្រោះឥឡូវអ្នកខ្លះសាហាវកន្លែង comment អូញាក់សាច់សិតតមនុស្សអីស្អីអូពិបាកស្ដាប់ណាស់ហើយជួនកាលមានរូបមានអីចឹងបើឧទាហរណ៍ថាលើគាត់មកប្រាប់យើងមិញយើងថាបើសិនយើងអត់ដឹងយើងសង្កេតចុះបើសិនជាគាត់មកប្រាប់យើងតើឪពុកម្ដាយឬក៏យាយតាអ្នកមើលថែត្រូវធ្វើម៉េចត្រូវជួយកូនឬក៏ជួយក្មួយយ៉ាងម៉េចចឹងបាទសូមអរគុណបងបាទអញ្ចឹងបើយើងគិតទៅរឿងតាក់ទងជាមួយនឹងការកើតឡើងយូរហើយនៅប្រទេសគេជាពិសេសមានរហូតទៅដល់គេ comment ជេររហូតទៅដល់លេបថ្នាំសម្រាប់ខ្លួនក៏មានធ្វើអត្តឃាតខ្លួនឯងភ្លាមក៏មានបាទគឺមានបញ្ហាផ្លូវចិត្តច្រើនមែនទែនទៅលើអាការគេ comment គឺចូលទៅថាឲ្យចូលទៅអីផ្សេងហ្នឹងគ្រាន់តែរឿងអាស្រូវបន្តិចបន្តួចអីអញ្ចឹងគេនាំគ្នាទៅថាឲ្យរហូតដល់គាត់ហ្នឹងបាត់បង់សតិមានវិបត្តិផ្លូវចិត្តរហូតទៅដល់ធ្វើអត្តឃាតខ្លួនឯងក៏មានដែរអញ្ចឹងបើសិនជាករណីកូនយើងឬក៏ចៅយើងជួបរឿងបែបនេះគឺយើងជាក្រុមគ្រួសារជាសាច់ញាតិទោះបីជាមិនក៏ដោយគឺនៅតែឈរគ្រប់គ្រងគាត់រហូតបាទហើយនៅស្ដាប់គាត់ថាតើមានរឿងអីឬក៏អីហើយយើងក្នុងនាមយើងជាឪពុកម្ដាយឬក៏ជាជីដូនជីតាយើងត្រូវតែជួយបាទជួយឲ្យអស់ពីលទ្ធភាពបើសិនជាផុតពីដៃយើងជួយលែងបានហើយគឺត្រូវរត់ទៅរកអាជ្ញាធរបាទរត់ទៅរកអាជ្ញាធរមានដូចជាតាក់ទងជាមួយនឹងការអង្គភាពបង្ក្រាបទៅលើanti cyber crime បាទដែលនៅក្រោមចំណុះក្រសួងមហាផ្ទៃបាទអញ្ចឹងបើសិនជាមានការរំលោភបំពានទៅលើបញ្ហាអនឡាញឬក៏គេធ្វើបាបឬក៏ចង់គេបង្វាញផ្សេងទៅលើប្រព័ន្ធអនឡាញហ្នឹងបាទនៅក្រោមចំណុះក្រសួងមហាផ្ទៃគឺគាត់មានអង្គភាពមួយយើងអាចដាក់ពាក្យបណ្ដឹងឬក៏ស្នើសុំជំនួយឬក៏ការជួយពីគាត់បានបាទអញ្ចឹងចំពោះបើសិនជាយើងសង្កេតមើលឃើញថាមានករណីឬក៏ឃើញមាននរណាម្នាក់គាត់ត្រូវបានគេកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញហ្នឹងហើយយើងអាចតាក់ទងជាមួយនឹងស្ថាប័នដៃគូដែលគាត់ធ្វើការទៅលើរឿងហ្នឹងអញ្ចឹងចំពោះស្ថាប័នដែលជាដៃគូជាមួយនឹង TDX មាន Oscam ហើយនិង Apple អញ្ចឹងចំពោះលេខទូរស័ព្ទទាន់ហេតុការរបស់ Oscam មាន011 444 080ហើយក្នុងនឹងដែរ Apple ហើយនិង Oscam អង្គការពីរហ្នឹងគាត់ក៏មានជាជំនួយការស្វ័យប្រវត្តិដែលយើងហៅថា Chatbot ហើយពួកគាត់មានជំនួយការស្វ័យប្រវត្តិពីរហ្នឹងអញ្ចឹងនៅពេលដែលសិនជាយើងអត់ដឹងថាអូឥឡូវហ្នឹងយើងកំពុងតែនៅក្នុងស្ថានភាពណាមួយអញ្ចឹងយើងអាចឆាតទៅក្នុង Facebook page របស់ពួកគាត់ទៅអញ្ចឹងជំនួយការស្វ័យប្រវត្តិហ្នឹងគាត់នឹងឆ្លើយតបមកកាន់យើងហើយមានកញ្ចប់ព័ត៌មានតិចអញ្ចឹងយើងចង់ដឹងអីយើងចុចទៅលើកញ្ចប់ព័ត៌មានហ្នឹងទៅវានឹង load ឲ្យយើងហើយហើយចង់ថែមអីមែនទេចាមិញយើងនិយាយអំពីថាបើសិនជាគាត់មករកការគ្រប់គ្រងពេលដែលគាត់ប្រាប់យើងគ្រប់គ្រងគាត់មិនហើយខ្ញុំឃើញថាយើងនិយាយអំពីការគ្រប់គ្រងបែបបច្ចេកទេសក្នុងការរាយការណ៍ការពារអញ្ចឹងណាតែមួយផ្នែកទៀតខ្ញុំចង់ថែមហ្នឹងគឺតាក់ទងជាមួយនឹងការគ្រប់គ្រងផ្នែកផ្លូវចិត្តអញ្ចឹងពេលដែលប៉ះពាល់ផ្លូវចិត្តនេះខ្ញុំចង់ឲ្យអាណាព្យាបាលលោកតាលោកយាយធ្វើជាអ្នកស្ដាប់ដែលមានផ្ដល់ការយកចិត្តទុកដាក់ទៅលើគាត់យល់ពីគាត់ទទួលយកអារម្មណ៍គាត់ហើយយើងក៏អាចនឹងសម្ដែងនៅតាក់ទងជាមួយនឹងការយល់ចិត្តហើយនឹងបើកឱកាសឲ្យគាត់និយាយហើយបើសិនជាដល់ដំណាក់កាលហ្នឹងហើយកូនមើលទៅនៅតែពិបាកចិត្តប៉ះទង្គិចខ្លាំងចាប់ផ្ដើមយំពិបាកគេងពិបាកញ៉ាំអត់ព្រមទៅរៀនកិច្ចវេះហើយសូមរកការគ្រប់គ្រងពីអ្នកបច្ចេកទេសមានន័យថាដូចជាអ្នកចិត្តសាស្ត្រអីផ្សេងគឺយើងអាចជួយគ្រប់គ្រងផ្លូវចិត្តគាត់បានអញ្ចឹងឥឡូវសំណួរចុងក្រោយខ្ញុំចង់ដឹងថាពួកយើងម្នាក់តាមតួនាទីរៀងខ្លួនណាក្នុងនាមជាអ្នកចិត្តសាស្ត្រក្នុងនាមជាមន្ត្រីក្រសួងក្នុងនាមជាព្រះសង្ឃក្នុងនាមជានិស្សិតក្នុងនាមជាអ្នកម្ដាយគួរតែធ្វើអីខ្លះដើម្បីជំរុញការអប់រំកូន
ដោយវិជ្ជមានហើយដើម្បីជួយការពារនិងគ្រប់គ្រងកូនចេញពីការរំលោភបំពានតាមប្រព័ន្ធអនឡាញអញ្ចឹងចាប់ផ្ដើមពីខាងនោះមកមុនអ្នកម្ដងហ្មង ចាសម្រាប់ខ្ញុំក្នុងនាមខ្ញុំជាអ្នកចិត្តសាស្ត្រអ្វីដែលជាបទពិសោធន៍របស់ខ្ញុំដែលខ្ញុំជួបច្រើននៅក្នុងបន្ទប់ប្រឹក្សាយោបល់ជួបទាំងឪពុកម្ដាយជួបទាំងកុមារវ័យជំទង់កុមារនៅតូចៗក៏ដោយដែលខ្ញុំមើលឃើញមែនតើគឺខ្ញុំសូមឲ្យអាណាព្យាបាលគឺផ្ដល់នៅគ្រួសារមួយដែលមានភាពកក់ក្ដៅការយល់ចិត្តហើយនឹងការគ្រប់គ្រងមានន័យថាកុំបង្កើតថាពេលមានរឿងអីកុំបន្ទោសគ្នាកុំវាយគ្នា អរគុណច្រើនណារុង បាទជាចុងក្រោយបើពីការមើលថែកូននៃផ្សេងគឺដូចតាបងរ៉ាដាគាត់បានលើកឡើងអញ្ចឹងប៉ុន្តែអ្វីដែលខ្ញុំចង់បន្ថែមបាទដូចលោកជ័យលោកតាលោកអ៊ំពូមីងដែលមានវត្តមាននៅទីនេះក៏ដូចជាអ្នកនៅអនឡាញផងដែរគឺខ្ញុំលើកទឹកចិត្តឲ្យធ្វើជាភ្នាក់ងារចែកចាយទៅលើព័ត៌មានថ្ងៃនេះ share វីដេអូថ្ងៃហ្នឹងហ៎ បាទគឺលោកអ៊ំលោកតាលោកយាយលោកពូលោកមីងដែលមានវត្តមាននៅទីនេះជាភ្នាក់ងារមួយសំខាន់មែនទែនសម្រាប់ឲ្យបង្កើតទៅលើវប្បធម៌នៅក្នុងការមើលថែបីបាច់កូននៅក្នុងផលវិជ្ជមានបាទ អរគុណច្រើននិមន្ត ម៉ែដែលជូនយោបល់ដល់លោកឪពុកអ្នកម្ដាយដូចជាតាអប់រំចិត្តឲ្យវាថយធ្ងន់ណាញោមណាហ្នឹងហើយកុំឲ្យតិចតិចខឹងអ្នកក្រៅមកវាយកូនអាហ្នឹងវាធ្វើឲ្យយើងបាបផងណាញោមណាយើងបាបណាគ្រប់គ្រងខ្លួនឯងល្អហើយគំរូមិនល្អដល់កូនចៅហើយទី2មកថាញោមជួយនាំកូនឲ្យដុសពូជបន់ហើយតាំងពីក្មេងមកញោមណាកុំចាំ10 20ហើយបានដឹកវាចូលវត្តចូលវាយឺតពេលហើយពូជនឹងងាប់ចង់អស់ហើយអញ្ចឹងបណ្ដោះទូចមកវាដោះដឹងបន់ដឹងបាបដឹងគុណដឹងទោសខុសត្រូវអានេះល្អមិនល្អដឹងគុណម៉ែឪវាលែងធ្វើឲ្យម៉ែឪពិបាកចិត្តពីព្រោះវាដឹងថាធ្វើឲ្យម៉ែឪពិបាកចិត្តបាបអញ្ចឹងហ៎យល់ទេមានទេ ចំពោះខ្ញុំវិញសម្រាប់ទៅកាន់យុវជនដែលវ័យបាក់ផាយខ្ញុំអាចមានជា4ពាក្យជាភាសាអង់គ្លេសទី1គឺ be smart careful ហើយ be playful be bold អញ្ចឹងកន្លែងហ្នឹងគឺប្រើប្រាស់សុវត្ថិភាពដែលប្រព័ន្ធប្រើប្រាស់ប្រព័ន្ធអនឡាញហ្នឹងធ្វើម៉េចឲ្យឆ្លាតហើយយើងអាចលេងបានយើងអាចមានភាពក្លាហាននៅក្នុងការលេងប្រព័ន្ធអនឡាញនឹងបានប៉ុន្តែយើងត្រូវមានអាការប្រុងប្រយ័ត្នហ្នឹងខ្លាំងបំផុត នេះមិនមែនជាអ្នកសម្របសម្រួលទេប៉ុន្តែក្នុងនាមជាម្ដាយព្រោះខ្ញុំមានកូន2តាមការអនុវត្តជាក់ស្ដែងរបស់ក្រុមគ្រួសារខ្ញុំកូនពើអាយុ2ឆ្នាំកន្លះកូនបងអាយុ4ឆ្នាំជាង75ឆ្នាំហើយអញ្ចឹងខ្ញុំអ្នកមានកូនទូចសម័យនេះខ្ញុំទទួលស្គាល់ថាវាពិតជាពិបាកមែនអញ្ចឹងជាគន្លឹះមួយចំនួនដែលឪពុកម្ដាយអាចធ្វើបានពីព្រោះឪពុកម្ដាយសម័យនេះធ្វើការនៅលើទូរស័ព្ទអញ្ចឹងបើមិនឲ្យចុចទូរស័ព្ទមកកូនគាត់សួរថាឥឡូវគាត់ធ្វើអ្មេចខ្ញុំពីអ្នកប្តីប្រពន្ធគឺឆ្លាស់វេនគ្នាបើសិនជាប្តីត្រូវនិយាយទូរស័ព្ទឬក៏ចុចទូរស័ព្ទឆាតមួយភ្ញៀវប្តីចេញទៅខាងក្រៅចាក្បែរធុងមាន់ធុងទាធុងឆ្កែហ្នឹងអាចសុំអញ្ជើញតាមការគួរខ្ញុំនៅក្នុងផ្ទះមើលកូនបើខ្ញុំត្រូវនិយាយជាមួយភ្ញៀវដោយប្រើទូរស័ព្ទគឺខ្ញុំចេញទៅខាងក្រៅប្តីខ្ញុំអ្នកនៅមើលកូនវិញអញ្ចឹងយើងដូរគ្នាបើត្រូវចុចយើងដូរគ្នាទៅក្នុងករណីដូចជាម៉ាក់ខ្ញុំជាដើមពេលខ្លះគឺពួកខ្ញុំទាំងពីរអ្នករវល់ទាំងពីរអ្នកដូច្នេះម៉ាក់ខ្ញុំអ្នកមើលហើយម៉ាក់ខ្ញុំគាត់ចាស់ហើយគាត់ចិត្ត60ហើយអរគុណច្រើនអរគុណមែនតើសម្រាប់ការយកចិត្តទុកដាក់បកកណ្ដាលនេះខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះអង្គគ្រូសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃណារលើកឡើងចឹងតាមពិតបណ្ដាញសង្គមចង់អាក្រក់ល្អលើយើងទេបើយើងជួយចែករំលែកបន្តនៅព័ត៌មានល្អទៅព័ត៌មានល្អហ្នឹងក៏បានឃើញច្រើនគ្រប់គ្នាដែរអញ្ចឹងខ្ញុំបកកណ្ដាលនេះខ្ញុំសូមអនុញ្ញាតបិទកម្មវិធី podcast តែប៉ុណ្នេះវីដេអូនេះបងប្អូនទាំងអស់គ្នាអាចសូមជួយចែករំលែកបន្តទៀតអរគុណច្រើនសម្រាប់ការតាមដានទស្សនាហើយបើសិនជាមានសំណួរអីបន្តទៀតអាចតាក់ទងមកកាន់ inbox របស់ក្រុមការងាររបស់យើងបានចា៎អរគុណច្រើនជម្រាបលា